5 ធាត 50000 ណាបងប្អូន 5 ធាត 50000 ហើយនៅសេវាដិតទីណាយនេះទៀតនោះជំរាបសួរបងប្អូនជាពិសេសមិត្តនេះកាហ្វេពេលព្រឹកថ្ងៃនេះខ្ញុំបាទចង់លើកឡើងបន្តិចតាក់ទងទៅនឹងគ្រូហ្វុងស៊ុយបងប្អូនជាពិសេសមានថ្ងៃមួយនោះគឺមានគ្រូហ្វុងស៊ុយនោះណាគេលក់ទឹក 5 ធាតបងប្អូនទឹក 5 ធាតគ្រូហ្វុងស៊ុយនៅតាម Facebook យើងនោះគេលក់ទឹក 5 ធាតគេសួរថាក្មួយឯងនឹងឆុងអត់ឆុងនៅណាហើយឆុងខ្លាំងអត់ឆុងខ្លាំងអញ្ចឹងទិញទឹក 5 ធាតលោកគ្រូទៅឥឡូវដល់កូនសិស្សហ្នឹងដល់តែអ្នកជឿហ្នឹងនៅខេត្តអ្នកជឿហ្នឹងនៅខេត្តហើយមិនដឹងធ្វើម៉េចមានតែវេលុយផ្ញើទិញតាមអនឡាញហ្នឹងហើយលោកគ្រូនេះលក់ទឹក 5 ធាតហើយលោកគ្រូហ្នឹងសួរកូនសិស្សគេហ្នឹងថាមានឬក៏ក្រដល់គាត់នៅថាអើយកូនចៅក្រណាស់លោកគ្រូអើយធ្វើមិនទេលក់ទឹក 5 ធាតហ្នឹងល្មមបានហើយដល់ឯណាឮថាក្រមិនសូវយកច្រើនណាស់ទេមួយធាតតែ 10000 ទេហើយ 5 ធាតហ្នឹង 50000 5 ធាត 50000 ណាបងប្អូន 5 ធាត 50000 ហើយនៅសេវាដិតទីណាយនេះទៀតនោះហើយញ៉ាំតាមរយៈ4tháng អស់ 20000 ទៀតញ៉ាំតាមរយៈ4tháng អស់ 20000 ទៀតហើយនៅដល់ខេត្តនោះអត់មានម៉ូតូជិះទេឲ្យម៉ូតូដុបទឹកឲ្យទៅដល់ផ្ទះទៀតអស់ 15000 ទៀតហើយអញ្ចឹងសរុបមកអត់ត្រឹមតែទិញទឹក 5 ធាតហ្នឹង 50000 ណាហើយផ្ញើតាមរយៈ4tháng 20000 ទៀតទៅដល់នំតូដុបអស់ 15000 ទៀតឲ្យជិត 100,000 គាត់នេះឲ្យទៅចង់កាត់ហុងស៊ុយយោយញីហើយទៅចង់កាត់ហុងស៊ុយទិញទឹក 5 ធាតពីពេញទៅដឹកឲ្យជិត 100,000 ជ័យលុយគេបន្ថែមទៀតងាប់អើយតែអញ្ចឹងទៅពលរដ្ឋខ្មែរយើងសាយខ្លាំងពេលឡើងចេញទឹកភ្នែកយ៉ាលោកគ្រូអញ្ចឹងបានថាទៅដល់ថ្នាក់ហ្នឹងណាទៅដល់ថ្នាក់ហ្នឹងទិញទឹកអស់ជា 100,000 ជ័យលុយគេខ្លះទៀតមកទិញហ្នឹងណាងាប់អញស្រុកអញ្ចឹងមកអើយនិយាយយើងប៉ះពាល់ដល់គ្រូគេងាប់ហើយខ្ញុំពីជេងាប់ហើយខ្ញុំគ្រាន់តែជាគ្រូនិយាយទៅថាគ្រូអត់ប្រយោជន៍ទេប៉ុន្តែអាចបង្ហាញពីអ្វីដែលអត់ប្រយោជន៍ទៅដល់អ្នកដែលឆោតល្ងងឲ្យគាត់គុំទៅចាញ់បោកគេបងប្អូនរឿងហុងស៊ុយរឿងស្អីទឹកស្អី 5 ធាតនោះគេស្រុំបើកទឹកតយោដាក់ទៅបែស្លឹកឈឹកបែអីកោនឹងទូកនឹងទៀននឹងអើយស្រេចហ៎អរគុណវីដេអូនេះមានតែប៉ុណ្្នឹងបាទអរគុណជម្រាបលា